Bạn trên việc xúaថ្ងៃនេះខ្ញុំនឹងចែករំលែកតាក់ទងនឹងជំងឺគ្រុនឈាមបាទគ្រុនឈាមគឺជាជំងឺដែលបង្កឡើងដោយវីរុសដែលគេហៅថា Dengue virus ហើយជំងឺនេះគឺឆ្លងតាមរយៈមូសខាំមូសដែលមានផ្ទុកមេរោគគ្រុនឈាមមកខាំយើងគឺអាចឲ្យយើងមានជំងឺគ្រុនឈាមក៏ប៉ុន្តែពេលដែលមូសខាំថ្ងៃហ្នឹងមិនមែនថ្ងៃស្អែកយើងឈឺទេជាទូទៅវាត្រូវការពេល7ថ្ងៃក្រោយពីមូសខាំបានយើងមានអាការៈរបស់គ្រុនឈាមដែលអាការៈរបស់ជំងឺគ្រុនឈាមនោះមានដូចជាក្តៅខ្លួនឈឺក្បាលឈឺក្រោយភ្នែកឈឺសន្លាក់ឈឺសាច់ដុំជាដើមហើយអ្នកខ្លះមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃអ្នកខ្លះក៏ឡើងកន្ទួលនៅលើស្បែកហើយអ្នកខ្លះមានអារម្មណ៍ថាចុកច្អល់នៅចុងដង្ហើមអាចទៅជាក្អួតឬក៏ចង្អោរជាដើមប្រសិនបើលោកអ្នកមានអាការៈទាំងអស់ហ្នឹងគឺគេណែនាំឲ្យលោកអ្នកទៅជួបគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យសួរនាំបណ្ឌិតរាងកាយហើយនឹងបូមឈាមដើម្បីប្រកាសថាលោកអ្នកមានជំងឺគ្រុនឈាមមែនឬក៏យ៉ាងណាប្រសិនបើលោកអ្នកត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមហើយយូរទៅគ្រូពេទ្យនឹងព្យាបាលជូនលោកអ្នកក៏ប៉ុន្តែលោកអ្នកត្រូវដឹងថាជំងឺគ្រុនឈាមគឺមិនមានថ្នាំដើម្បីព្យាបាលនោះទេគ្រុនឈាមគឺវាជាវីរុសអញ្ចឹងទេការព្យាបាលជំងឺគ្រុនឈាមគឺគេព្យាបាលទៅតាមរោគសញ្ញាតែប៉ុណ្ណោះដូចជាបើសិនជាលោកអ្នកក្តៅខ្លួនគ្រូពេទ្យនឹងណែនាំឲ្យលោកអ្នកប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុលដើម្បីបញ្ចុះកម្ដៅតាមរយៈថ្នាំគ្រាប់ដែលយើងអាចលេបតាមមាត់ឬក៏ថ្នាំចាក់ជាដើមហើយបើសិនជាលោកអ្នកបាត់បង់ជាតិទឹកគ្រូពេទ្យនឹងដាក់សេរ៉ូមជូនលោកអ្នកប្រសិនបើលោកអ្នកបាត់បង់ឈាមគ្រូពេទ្យនឹងបញ្ចូលឈាមជូនលោកអ្នកដើម្បីជួយសង្គ្រោះជីវិតក៏ប៉ុន្តែមិនមែនមានន័យថាឲ្យតែគ្រុនឈាមសិតតែធ្ងន់ទាំងអស់ទេគេមានក្រុមមនុស្សដែលគេចាត់ទុកថាបើសិនជាពួកគាត់មានគ្រុនឈាមគឺអាចវិវត្តទៅធ្ងន់ធ្ងរគេមានក្រុមមនុស្សដែលគេចាត់ទុកថាបើសិនជាពួកគាត់មានគ្រុនឈាមគឺអាចវិវត្តទៅធ្ងន់ធ្ងរដែលមានដូចជាស្ត្រីមានផ្ទៃពោះក្មេងទូចមនុស្សចាស់អ្នកដែលមានជំងឺទឹកនោមផ្អែមអ្នកដែលមានជំងឺខ្សោយរំរងនោមឬក៏អ្នកជំងឺលើសគីឡូជាដើមហើយបើសិនជាលោកអ្នកសង្ស័យថាលោកអ្នកមានជំងឺគ្រុនឈាមហើយលោកអ្នកអាចញ៉ាំថ្នាំប៉ារ៉ាសេតាមុលបានក៏ប៉ុន្តែគេមិនអោយលោកអ្នកប្រសាថ្នាំអាស្ពីរីនឬក៏អាយប៊ុយប្រូហ្វែនដាច់ខាតពីព្រោះថ្នាំពីរមុខហ្នឹងបើសិនជាលោកអ្នកមានគ្រុនឈាមគឺលោកអ្នកប្រឈមមុខខ្ពស់នឹងហូរឈាមនៅពេលដែលលោកអ្នកប្រើថ្នាំទាំងពីរមុខហ្នឹងបាទសូមអរគុណ